ហើយគាត់បានបញ្ជាក់ដល់យ៉ាងច្បាស់ថាបើសិនជាអ្នកនាងមិនទៅជាមួយពួកខ្ញុំតែ3នាក់នោះទេគាត់នឹងសម្លាប់លោកម្ចាស់ចោលហើយអ្នកនាងអត់ទេសូមតែចាំឆ្នាំសម្បត្តិអើត្រូវរើចេញស្អាតបងអើយបងមកគ្នាទៅណៃណាខ្ញុំរត់មកដល់ភ្នំគេអត់ឃើញបងអត់ឃើញម្ដាយមិនសល់តអរំកនឬមកក៏បងភ្លេចខ្ញុំនឹកកូនយ៉ាងណានឹកកូននឹកប្តីស្ទើរឈួតកូនស្រីមានម្ដាយលោកជាអ្នកណានេះកំផ្លាក់ខ្ញុំអីតែការពិតពួកខ្ញុំនេះគឺជាមនុស្សរបស់លោកប្រុសវិយោចវាយរបស់លោកឲ្យពួកលោកតាមចាប់ខ្ញុំមែនទេមិនខុសនោះទេខ្ញុំសូមសំពះដល់លោកកុំចាប់ខ្ញុំអីលោកក៏ជាមនុស្សប្រុសដូចប្តីខ្ញុំដែរលោកសាក់គិតទៅមើលប្តីប្រពន្ធដែលស្រឡាញ់គ្នាមិនដែលមានប្រើពាក្យអសុរដាក់គ្នាសំបីតែមួយម៉ាត់ប្តីខ្ញុំស្លូតប្តីខ្ញុំល្អលោកក៏ដឹងដែរថាចវាយរបស់លោកគាត់ស្រឡាញ់ខ្ញុំប៉ុន្តែខ្ញុំបានរត់កិច្ចមិនព្រមរៀបការតាំងពីខ្ញុំនៅក្រមុំប៉ុន្តែពេលនេះខ្ញុំបានរៀបការនៅស្រុកភ្នំខៀវនេះលោកសួរបងប្អូននៅស្រុកក៏គាត់ធ្វើសាក់សីឲ្យខ្ញុំបានដែរចវាយរបស់លោកជាមនុស្សដែលមានឥទ្ធិពលចង់កាប់ចង់សម្លាប់អ្នកណាក៏តែអំពើចិត្តឲ្យតែខ្លួនមានបុណ្យស័ក្តិមានអំណាចប្រសិនបើលោកទាំងអស់គ្នាជាប្តីខ្ញុំវិញតែយើងតែទៀតមិនមានសិទ្ធិតវ៉ាតែគេមកចាប់ប្រពន្ធខ្លួនយើងយកទៅរៀបការជាមួយគេតែលោកជឿចាប់ទេខ្ញុំសូមចិត្តលោកណាលោកណាខ្ញុំដឹងថាពលលោកទាំងអស់គ្នាធ្វើទៅតាមតួនាទីប៉ុន្តែបច្ចុប្បន្នរបស់លោកសួរលោកគ្រាន់តែឆ្លើយថាលោកមកដល់ផ្ទះនេះហើយមកដល់ផ្ទះរបស់មនោហើយតែអត់មានឃើញមនោក៏អត់ឃើញរូបខ្ញុំតែប៉ុណ្ណឹងទៅចាត់ទុកថាលោកធ្វើបុណ្យជាមួយខ្ញុំចុះសុំទោសនាងមិនបាច់លើកដៃសំពះខ្ញុំនោះទេគួរណាស់តែខ្ញុំទាំង3នាក់នេះលើកដៃសំពះទៅដល់នាងខ្ញុំមិនបានដេកគួរនោះទេដោយសារតែនាងហើយឥឡូវពេលនេះខ្ញុំធ្វើតាមតួនាទីរបស់ខ្ញុំទេឥឡូវពេលតែខ្ញុំបានជុំនាងហើយតែថាខ្ញុំត្រូវតែនាំនាងទៅផ្ទះជាបន្តសិនបាទខ្ញុំនិយាយអង្វរកលោកឲ្យលោកនៅតែមិនស្ដាប់លោកនៅតែតាំងចិត្តថាចាប់ខ្ញុំទៅវិញខ្ញុំនឹងខំមិនដល់ដល់ស្លាប់ទៅទីនេះសុំតែនាងខ្ញុំបដូរជីវិតជាមួយនឹងប្តីខ្ញុំសុំតែនាងបើសិនជានាងស្លាប់ច្បាស់ជាមានបដិសេរីនឹងថ្ងៃក្រោយជឿមិនខានទេអត់ទេហើយឆាប់ទី
ណិតពុកខ្ញុំទាំងបីអ្នកវិញល្អជាង ខ្ញុំដឹកកូន បើសិនជាអ្នកនាងស្លាប់ទៅប្តីនឹងកូនប្រុសអ្នកនាងក៏ស្លាប់ដូចគ្នាដែរអ្នកនាង លោកនិយាយមានន័យថាច្បាស់របស់លោកគម្រាមប្តីខ្ញុំមែនទេ ពិតមែនហើយអ្នកនាង ធំ ហើយរឿងដែលសំខាន់បំផុតនោះពេលនេះលោកប្រុសវិយោបានចាប់ឪពុកប្រុសអ្នកនាងឃុំខ្លួនទុកហើយ ចាំឪពុកខ្ញុំ ពិតមែនហើយអ្នកនាងហើយគាត់បានបញ្ជាក់ដល់យ៉ាងច្បាស់ថាបើសិនជាអ្នកនាងមិនទៅជាមួយពួកខ្ញុំតែ3នាក់នោះទេគាត់នឹងសម្លាប់លោកម្ចាស់ចោលហើយអ្នកនាង បងតា